សួស្តីអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាឃើញទេតើខ្ញុំកំពុងធ្វើអ្វីបាទគឺកំពុងតែធ្វើនំបញ្ចុកញ៉ាំបាទហើយនៅក្នុងពេលនេះដែរខ្ញុំមិនបានរៀបរាប់បងប្អូនពីវិធីធ្វើនំបញ្ចុកទេតែរៀបរាប់ពីប្រវត្តិនៃនំបញ្ចុករបស់ខ្មែរយើងនំបញ្ចុកតាមពិតមានរឿងរ៉ាវព្រេងនិទានជាច្រើនរៀបរាប់យូរលង់មកហើយនឹងបានផ្សារភ្ជាប់ជីវិតទៅនឹងវប្បធម៌ខ្មែរយើងតាំងពីដើមមកបាទបងប្អូនមានដឹងទេថានំបញ្ចុកមានឈ្មោះដើមថាអ្វីបាទគឺនំប៉ែនចុកបាទគឺជានំដែលគេយកម្សៅទៅស្ងោរហើយបុកលាយទឹករួចយកទៅច្រកក្នុងប៉ែនទើបយកស្នូលឈើចុកសង្កត់ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិនបន្ទាប់មកគេស្រង់ចាប់ជាចង្វាយដាក់ជាលឬកញ្ច្រែងទុកឲ្យស្រស់ទឹកបាទតាមពិតពាក្យនំបញ្ចុកហ្នឹងវាคล้ายមកពីពាក្យប៉ែនចុកបាទពាក្យហ្នឹងដោយតាមពិតទៅដោយសារក្រោយមកគេហៅកាត់ទៅជានំបញ្ចុកវាមិនខុសពីពាក្យខ្មែរជាច្រើនដោយគេបានហៅកាត់ដូចជាជើងក្រានคล้ายជាចង្ក្រានជន់ដាคล้ายជាជណ្ដើរកាន់ជ្រែងคล้ายជាកញ្ច្រែងឬក៏កាន់ត្រកคล้ายជាកត្រក2 time 10ខ្លាយជា2 10បាទអញ្ចឹងពាក្យខ្មែររបស់យើងជួនកាលទៅដូចថាយើងខ្ជិលយើងនិយាយដូចថាយើងនិយាយញាប់យូរទៅវាទៅជាពាក្យមួយថ្មីអញ្ចឹងបាទបើឲ្យយើងនិយាយយឺតគឺវាមិនអាចទៅបានទេបាទព្រោះខ្មែរយើងធម្មតាបើយើងនិយាយលឿនទៅពាក្យពីព្យាង្គហ្នឹងទៅខ្លាយជាពាក្យមួយព្យាង្គហ្នឹងបាទជាទូទៅនំបញ្ចុកមានជីរជាតិសំខាន់ច្រើនយ៉ាងដោយសារគ្រឿងផ្សំផ្សេងដទៃទៀតដូចជាមានទឹកសម្លនិងរបោយបន្លែទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់និងទៅតាមតំបន់នីមួយបាទទៀតសោតនំបញ្ចុកក៏បានវិវត្តតួនាទីយ៉ាងសំខាន់ខ្លាំងដែរទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជនខ្មែរយើងដែលវាសឹងតែជាចំណីពេលព្រឹកពេលរសៀលពេលល្ងាចឬប្រើជំនួសពេលបាយម្ដងម្កាលថែមទៀតផងបាទបន្ថែមពីលើនឹងទៀតខ្ញុំឮគេថានំបញ្ចុកខ្មែរយើងហ្នឹងត្រូវបានក្រសួងវប្បធម៌រៀបចំបញ្ជីក្រងស្នើសុំចុះជាសម្បត្តិវប្បធម៌បាទដូចក្នុងសម្បត្តិបញ្ជីបេតិកភណ្ឌរបស់អង្គការ UNESCO បាទអូឥឡូវមិនធម្មតាណានំបញ្ចុកខ្មែររបស់យើងឥឡូវបាទជាការពិតណាស់នំបញ្ចុកវាគឺជាអាហារបុរាណមួយដែលបង្ហាញពីអត្តសញ្ញាណខ្មែរយើងពិតណាបាទឥឡូវនេះនិយាយរៀបរាប់ពីរឿងពុករាវដែលតាក់ទងនឹងរឿងនំបញ្ចុកណាឥឡូវហ្នឹងដល់នេះហើយបាទឥឡូវហ្នឹងដល់ម៉ោងហូបហើយបាទឥឡូវនំបញ្ចុកខ្ញុំធ្វើហ្នឹងបងប្អូនបាទឥឡូវនេះរៀបចំលបាយហើយលបាយហ្នឹងមានតយងចេកមានសសក់ស្ពៃក្តោបម្ទេសបាទខ្ញុំអត់មានបន្លែគ្រប់មុខអីទេនេះបងប្អូនបាទនេះមានដាក់ជីស្គាល់ត្រីវិធីធ្វើនេះដែរបាទខ្ញុំជឿជាក់ថាជាជនខ្មែរយើងតែងតែធ្វើមានលក្ខណៈខុសគ្នាទៅតាមតំបន់បាទវាខ្លះទៅដូចគ្នាទៅខ្លះទៅដូចដាក់គ្រឿងមុនក្រោយបាទតែទោះជាយ៉ាងណាក៏ដោយឲ្យតែយើងធ្វើទៅយើងពេញចិត្តហើយមានរសជាតិឆ្ងាញ់បាទចូលបងប្អូនធ្វើទៅយើងមិនបាច់
ចាំឲ្យដូចគ្នាទាំងអស់ទេបាទដោយសារតែអាកាសធាតុថ្ងៃនេះមេឃត្រជាក់ហើយភ្លៀងបាទហើយខ្ញុំឃ្លាននឹងបញ្ចប់ដល់រួចហើយចឹងទៅមិនដឹងថាទៅទិញកន្លែងណាទេត្រូវតែដូចថាធ្វើម៉េចចង់ញ៉ាំនឹងបញ្ចប់ត្រូវតែទេទូរស័ព្ទសួរបងប្អូនបើក YouTube មើលបាទអញ្ចឹងទៅស្វែងរកគ្រប់គ្រឿងគ្រប់ក្រៅទាំងអស់ហ្នឹងយកមកធ្វើដល់ទៅបានបាទហើយបងប្អូនដឹងទេថាខ្ញុំគឺជាអ្នកខេត្តបាត់ដំបងអ្នកខេត្តបាត់ដំបងបងប្អូនមានដឹងទេថាគេហូបនំបញ្ចុកគេដាក់អ្វីបាទគឺទឹកផ្អែមនេះបាទបងប្អូនគឺបងប្អូនឃើញនេះទេណាបាទគឺទឹកផ្អែមគឺអ្នកបាត់ដំបងអ្នកសៀមរាបហ្នឹងពេលដែលពួកគាត់ហូបនំបញ្ចុកហ្នឹងគាត់តែដាក់ទឹកផ្អែមបាទសម្រាប់អ្នកខេត្តផ្សេងគាត់ដាក់ទេហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណ